ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកប្រធានបទមួយយកមកធ្វើការបកស្រាយដើម្បីឲ្យបងប្អូនទាំងគ្នាបានជ្រាបនិងយល់អំពីប្រធានបទនេះដូចតទៅណាបងប្អូនថ្ងៃនេះគឺខ្ញុំនឹងលើកយកមកនិយាយអំពីប្រព័ន្ធការពារដែនអាកាស Patriot ដែលជាប្រព័ន្ធការពារដែនអាកាសទំនើបនៅលើពិភពលោកយើងនេះអញ្ចឹងថាតើប្រព័ន្ធការពារដែនអាកាស Patriot មានលក្ខណៈបែបណាធ្វើការយ៉ាងដូចម្ដេចតម្លៃប៉ុន្មានហើយវានឹងប្រើប្រាស់ដើម្បីធ្វើអ្វីខ្ញុំបាទនឹងធ្វើការបកស្រាយជូនបងប្អូនទាំងគ្នាឲ្យបានយល់ដូចតទៅណាបងប្អូនណាបងប្អូនសាកស្រមៃមើលនៅពេលដែលមានមីស៊ីលមានយន្តហោះចម្បាំងរបស់សត្រូវឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសយើងឬក៏ប្រទេសណាមួយដូច្នេះសួរថាយើងមានអ្វីក្នុងការទប់ស្កាត់ឬក៏កំទេចរាល់ការគំរាមកំហែងទាំងអស់នោះបងប្អូនអញ្ចឹងនៅលើអាកាសមានយន្តហោះចម្បាំងមានប្រភេទជា Missile Cruise មានប្រភេទជា Missile Cloud អញ្ចឹងដើម្បីការពាររាល់ការគម្រាមកំហែងទាំងនោះគឺយើងត្រូវតែប្រើប្រព័ន្ធការពារដែនអាកាសប្រព័ន្ធការពារដែនអាកាសមានច្រើនប្រភេទមានច្រើនសន្តានដែលគេប្រើប្រាស់ទៅតាមស្ថានភាពផ្សេងៗប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកប្រព័ន្ធការពារដែនអាកាសមួយគឺ Patriot System អញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយអំពី Patriot System ឬក៏ខ្មែរយើងហៅថាប្រព័ន្ធ Patriot ថាតើវាមានលក្ខណៈដូចម្ដេចអញ្ចឹងសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនណាប្រព័ន្ធ Patriot System ត្រូវបានគេប្រើប្រាស់ដើម្បីការពារដែនអាកាសតែម្ដងជាពិសេសវាប្រើដើម្បីទប់ទល់ជាមួយនឹងយន្តហោះចម្បាំងទប់ទល់ជាមួយនឹងមីស៊ីលផ្លោងមួយចំនួននិងទប់ទល់ជាមួយនឹង cruise missile ណាបងប្អូនណាវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើសកលលោកយើងដែលមានប្រទេសចំនួន19បានប្រើប្រាស់ប្រព័ន្ធនេះវាត្រូវបានគេប្រើប្រាស់ប៉ុណ្ណែដើម្បីអ្វីដើម្បីការពារទីក្រុងការពារមូលដ្ឋានយោធាការពារអាកាសយានដ្ឋាននិងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការបំផ្លាញដោយយន្តហោះចម្បាំងដោយ cruise missile និង missile ផ្លោងមួយចំនួនអញ្ចឹង missile ផ្លោងវាមានច្រើនប្រភេទណាបងប្អូនវាមាន missile ផ្លោងធម្មតាវាមានប្រភេទ missile ផ្លោងគេថា hypersonic ណាបងប្អូនសួរថាប្រព័ន្ធការពារដែនអាកាស Patriot វាដំណើរការយ៉ាងនេះមិនដេចថាតើវាមានតម្លៃប៉ុន្មានតើវាអាចស្ទាក់ចាប់ missile ឬក៏យន្តហោះចម្បាំងសត្រូវបានចម្ងាយប៉ុន្មានហើយហេតុអ្វីបានគេចាត់ទុកថាប្រព័ន្ធការពារដែនអាកាស Patriot គឺជាប្រព័ន្ធដ៏ទំនើបមួយនៅលើពិភពលោកជាងនេះអញ្ចឹងបងប្អូនយើងទៅស្វែងយល់ទាំងអស់គ្នាណាបងប្អូនណាប្រព័ន្ធខែលការពារដែនអាកាស Patriot ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងកំឡុងពេលសង្គ្រាមត្រជាក់ប្រព័ន្ធនេះចូលបម្រើការនៅក្នុងឆ្នាំ1984ជាក់ស្ដែង Patriot ត្រូវបានប្រើឬក៏ត្រូវបានគេ design ឡើងកំទេចឬក៏វាយប្រហារទៅលើយន្តហោះចម្បាំងសត្រូវតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានសង្គ្រាមឈូងសមុទ្រឆ្នាំ1991គេសង្កេតឃើញថាប្រព័ន្ធ Patriot មិនគួរតែត្រូវបានប្រើសម្រាប់តែយន្តហោះចម្បាំងតែប៉ុណ្ណោះទេគឺគេបានរចនាបន្ថែមដើម្បីអាចមានសមត្ថភាពកំទេចមីស៊ីលរបស់សត្រូវថែមទៀតផងណាបងប្អូនណាសប្តាហ៍ថ្ងៃនេះប្រព័ន្ធខែលការពារ Patriot នៅតែបន្តអភិវឌ្ឍកាន់តែខ្លាំងឡើងនៅសមត្ថភាពបច្ចេកវិទ្យារ៉ាដាព្រមទាំងគ្រាប់មីស៊ីលស្ទាក់ចាប់កំទេចមីស៊ីលសត្រូវឬក៏យន្តហោះចម្បាំងសត្រូវផងដែរចំណុចនេះទៀតបងប្អូនមនុស្សភាគច្រើនគិតថា Patriot គឺគ្រាន់តែជាឧបករណ៍បាញ់មីស៊ីលធម្មតាតែប៉ុណ្ណោះណាបងប្អូនគ្រាន់តែថាជើងបាញ់សម្រាប់មីស៊ីលទេតាមពិតទៅវាគឺជាបណ្ដាញការពារដែនអាកាសតែម្ដងបងប្អូនណានៅក្នុងប្រព័ន្ធ Patriot រួមមាន Radar ANMPQ មួយឈុតរួមមានស្ថានីយ៍ត្រួតពិនិត្យការវាយប្រហារមួយរួមមានឧបករណ៍បង្កើតថាមពលគឺជាម៉ាស៊ីនភ្លើងឬក៏យ៉ាងថា generator ដើម្បីបង្កើតជាអគ្គិសនីប្រើប្រាស់នៅក្នុងបណ្ដាញ Patriot បាក់តេរីទាំងមូលហ្នឹងរួមមានឧបករណ៍ទំនាក់ទំនងផ្សេងលើសពីនោះទៀតគឺមានរថយន្តបាញ់មីស៊ីលរថយន្តផ្ទុកនិងបាញ់មីស៊ីលចំនួន6ទៅ8គ្រឿងនៅខាងក្នុងនោះផងដែរហើយជាចុងក្រោយរួមមានមីស៊ីលស្ទាក់ចាប់រាប់សិបគ្រឿងដែលត្រូវបានដាក់នៅក្នុងបំពង់បាញ់រួចជាស្រេចដំឡើងនៅលើរថយន្តត្រៀមបាញ់ណាបងប្អូនណាមីស៊ីលស្ទាក់ចាប់នីមួយៗមានប្រភេទផ្សេងគ្នាដែលខ្ញុំនឹងបកស្រាយជូនបងប្អូនឲ្យបានដឹងបន្តទៅទៀតនេះណាបងប្អូនណាឥឡូវយើងចូលដល់ចំណុចមួយទៀតគឺនិយាយអំពីមីស៊ីលស្ទាក់ចាប់មីស៊ីលឬក៏យន្តហោះចម្បាំងរបស់សត្រូវប្រព័ន្ធ Patriot ត្រូវបានរចនាឡើងជាបន្តបន្ទាប់គេហៅថា version បន្តគ្នាផ្សេងគ្នាណាបងប្អូនណាវាមានប្រព័ន្ធ Pack 1ប៉ុន្តែគេឈប់ប្រើហើយឥឡូវគេមានប្រព័ន្ធ Pack 2 GEMT គេមានប្រព័ន្ធ Pack 3 CRI គេមានប្រព័ន្ធ Pack 3 MSE ណាបងប្អូនណាអញ្ចឹងពពួកមីស៊ីលសម្រាប់ Pack 2គឺជាមីស៊ីលសេរីចាស់ណាបងប្អូនហើយវាមានទំហំធំគេរចនាវាឡើងដើម្បីបំផ្លាញឬក៏កំទេចយន្តហោះចម្បាំងជាពិសេសណាបងប្អូនណាក្រោយមកទៀតគឺគេបានអភិវឌ្ឍវាឡើងសម្រាប់ការពារប្រភេទមីស៊ីលផ្លោងមួយចំនួនប្រភេទ Pack 2ឡានមួយទុកគ្រាប់មីស៊ីលចំនួន4គ្រាប់ណាបងប្អូនណាដែលមានមីស៊ីលចំនួន4គ្រាប់ដាក់នៅក្នុងបំពង់បាញ់រួចជាស្រេចចម្ងាយបាញ់យន្តហោះប្រហាក់ប្រហែលសម្រាប់ Pack 2គឺអាចបាញ់យន្តហោះដែលមានចម្ងាយរហូតដល់160គីឡូម៉ែត្រសម្រាប់ប្រព័ន្ធ Pack 2 GEMT ហ្នឹង
Missile ស្ទាក់ចាប់មួយប្រភេទទៀតគឺប្រភេទ PAC-3 CRI ត្រូវបានគេអភិវឌ្ឍបន្តពី PAC-2 GMT មក PAC-3 CRI គឺជាប្រព័ន្ធដ៏ទំនើបបន្ទាប់ពី PAC-2 ដែល CRI នេះមានន័យថា Cost Reduction Initiative គេធ្វើវាឡើងដើម្បីកាត់បន្ថយការចំណាយណាបងប្អូនណាកុំឲ្យវាថ្លៃខ្លាំងពេកម្យ៉ាងមួយទៀត Missile ស្ទាក់ចាប់របស់ប្រព័ន្ធ PAC-3 CRI នេះគឺមានទំហំតូចជាងប្រភេទរបស់ PAC-2 លើសពីនោះទៀតគេប្រើបច្ចេកវិទ្យាគេហៅថា hit to kill ថាតើប្រព័ន្ធ hit to kill ហ្នឹងវាខុសគ្នាជាមួយនឹងប្រព័ន្ធ warhead explosion យ៉ាងម៉េចខ្ញុំនឹងបកស្រាយនៅពេលក្រោយម្យ៉ាងទៀត PAC-3 CRI នេះមានមីស៊ីលចំនួន16គ្រាប់នៅក្នុងជើងទម្របាញ់ណាបងប្អូនអញ្ចឹងមានមីស៊ីលបាញ់ចំនួន16គ្រាប់នៅលើជើងទម្របាញ់រួចជាស្រេចសម្រាប់ PAC-3 CRI នេះគឺមានប្រសិទ្ធភាពប្រឆាំងនឹងយន្តហោះចម្បាំងប្រឆាំងនឹងមីស៊ីលដែលជាប្រភេទគេហៅថា cruise missile គឺជាប្រភេទមីស៊ីលហោះក្នុងរយៈកម្ពស់ទាបហើយនឹងប្រភេទមីស៊ីលផ្លោងដែលគេឲ្យឈ្មោះថា ballistic missile ហ្នឹងមួយចំនួនផងដែរណាមីស៊ីលផ្លោងវាមានច្រើនប្រភេទបងប្អូនណាចាំវាមានមីស៊ីលផ្លោងប្រភេទផ្សេងគ្នាចឹងដែរប៉ុន្តែសម្រាប់ PAC-3 CRI គឺអាចស្ទាក់ចាប់បានមីស៊ីលផ្លោងមួយចំនួនសម្រាប់ចម្ងាយប្រសិទ្ធភាពនៃការស្ទាក់ចាប់មីស៊ីលសត្រូវគឺមានប្រហែល20ទៅ30គីឡូម៉ែត្រហើយសម្រាប់យន្តហោះគឺអាចស្ទាក់ចាប់រហូតដល់70គីឡូម៉ែត្រប្រភេទមីស៊ីលមួយទៀតគឺប្រភេទពួកគេហៅថា PAC-3 MSE PAC-3 MSE គឺជាមីស៊ីលស្ទាក់ចាប់ការគំរាមកំហែងពីសត្រូវដែលទំនើបចុងក្រោយបង្អស់នៅក្នុងចំណោមប្រព័ន្ធការពារដែនអាកាស Patriot ដែល MSE គឺតំណាងឲ្យពាក្យថា Missile Segment Enhancement វាត្រូវបានគេអភិវឌ្ឍកែលម្អនៅចំណុចមួយចំនួនដូចជាធ្វើឲ្យម៉ាស៊ីនរ៉ុកែតសម្រាប់រុញមីស៊ីលហ្នឹងធំជាងមុនណាបងប្អូនណាល្បឿនលឿនជាងមុនសមត្ថភាពបាត់បែនកាន់តែប្រសើរជាងមុនចម្ងាយស្ទាក់ចាប់បានកាន់តែវែងជាងមុនផងដែរម្យ៉ាងវិញទៀតប្រព័ន្ធ PAC-3 MSE នេះគឺមានមីស៊ីលស្ទាក់ចាប់ចំនួន12គ្រាប់ក្នុងមួយជើងទម្របាញ់ឬក៏ក្នុងឡានមួយចឹងទៅបងប្អូននៅលើឡានហ្នឹងគេដាក់ចំនួនមីស៊ីល12គ្រាប់ដើម្បីបាញ់ចម្ងាយដែលអាចស្ទាក់ចាប់ការគំរាមកំហែងពីសត្រូវគឺសម្រាប់មីស៊ីល ballistic ប្រហែលពី35ទៅ60គីឡូម៉ែត្រសម្រាប់យន្តហោះគឺអាចស្ទាក់ចាប់ក្នុងកម្រិតពី100ទៅ120គីឡូម៉ែត្របងប្អូនណាអញ្ចឹងតួលេខនេះគឺជាតួលេខប្រហាក់ប្រហែលបងប្អូនវាអាស្រ័យទៅលើកត្តាមួយចំនួនដូចជាគោលដៅដូចជាលក្ខខណ្ឌប្រតិបត្តិការដូចជាអាកាសធាតុផងដែរណាបងប្អូនណាអញ្ចឹងសរុបសេចក្តីឡើងវិញប្រព័ន្ធបរិយុទ្ធគឺវាមានការអភិវឌ្ឍបន្តគ្នាជាច្រើនប៉ុន្តែក្នុងនេះខ្ញុំលើកយកតែប្រព័ន្ធ3ដែលគេយកមកប្រើប្រាស់ជាទូលំទូលាយគឺ PAC-2 GMT PAC-3 CRI ហើយនិង PAC-3 MSE ដែល PAC-3 MSE គឺជាប្រព័ន្ធចុងក្រោយគេបង្អស់និងទំនើបជាងគេបង្អស់ណាបងប្អូនណាឥឡូវចូលដល់ចំណុចមួយទៀតថាតើប្រព័ន្ធបរិយុទ្ធវាដំណើរការយ៉ាងដូចម្តេចប្រព័ន្ធបរិយុទ្ធវាមានដំណើរការទៅតាមជំហានដូចតទៅណាបងប្អូនវាមិនមែនគ្រាន់តែប្រភេទមីស៊ីលតឡាងលើឡានដូច BM21 យើងចុចបាញ់ម្ដងទេវាគឺជាបណ្ដាញនៃការពារដែនអាកាសបងប្អូនណាអញ្ចឹងទី1គឺរ៉ាដាមានតួនាទីជាអ្នកស្កេនចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់ប្រតិបត្តិការណាបងប្អូនណាទី2គឺកុំព្យូទ័រជាអ្នកកំណត់អត្តសញ្ញាណថាតើវត្ថុដែលឆ្លងចូលនៅក្នុងប្រព័ន្ធរ៉ាដានេះជាសត្រូវឬក៏ជាមិត្តបើសិនជាយន្តហោះមិត្តឬក៏យន្តហោះសត្រូវឬក៏បើសិនជាគ្រាប់មីស៊ីលវិញថាតើគ្រាប់មីស៊ីលដែលនៅក្នុងរ៉ាដាហ្នឹងជាប្រភេទគ្រាប់មីស៊ីលសត្រូវឬក៏ជាប្រភេទគ្រាប់មីស៊ីលរបស់មិត្តដែលបាញ់ចេញទៅណាបងប្អូនណាទី3ប្រព័ន្ធព្យាករណ៍មានតួនាទីកំណត់គោលដៅថាតើវត្ថុគំរាមកំហែងនោះនឹងនៅទីតាំងណាមានន័យថាវានឹងហោះទៅដល់ត្រង់ចំណុចណាជាចុងក្រោយមីស៊ីលស្ទាក់ចាប់មួយឬច្រើនត្រូវបានបាញ់បង្ហោះដើម្បីបំផ្លាញឬក៏កំទេចវត្ថុគំរាមកំហែងពីសត្រូវតែម្ដងណាបងប្អូនណានេះគឺជាដំណើរការនៃការប្រើប្រាស់ប្រព័ន្ធបត្រិយុទ្ធចាប់តាំងពីការតាមដានរហូតទៅដល់ការប្រើប្រាស់មីស៊ីលបាញ់ស្ទាក់កំទេចការគំរាមកំហែងពីសត្រូវនៅលើអាកាសចំណុចមួយទៀតខ្ញុំនឹងបកស្រាយអំពីបច្ចេកវិទ្យា2ដែលគេប្រើប្រាស់សម្រាប់បំផ្លាញការគំរាមកំហែងតាមដែនអាកាសពីសត្រូវទី1គេហៅថា hit to kill technology hit to kill technology វាគឺជាបច្ចេកវិទ្យាមួយដែលគេប្រើប្រាស់មីស៊ីលស្ទាក់ទៅកំទេចមីស៊ីលរបស់សត្រូវឬក៏យន្តហោះចម្បាំងរបស់សត្រូវដោយមិនប្រើក្បាលគ្រាប់ទេបងប្អូនមានន័យថាមីស៊ីលដែលបាញ់ទៅនោះគឺបុកឬក៏កំទេចយន្តហោះចម្បាំងសត្រូវឬក៏គ្រាប់មីស៊ីលផ្លោងរបស់សត្រូវដើម្បីកំទេចវាផ្ទាល់តែម្ដងណាបងប្អូនណាអានឹងគេហៅថា hit to kill technology ចំណែកឯប្រព័ន្ធ
មួយទៀតគឺគេហៅថា warhead explosion មានន័យថានៅពេលដែលគ្រាប់មីស៊ីលស្ទាក់ចាប់ត្រូវបានបាញ់ចេញពីប្រព័ន្ធ Patriot ទៅវាទៅគៀកជាមួយនឹងយន្តហោះចម្បាំងឬក៏មីស៊ីលរបស់សត្រូវនៅពេលនោះគឺវាផ្ទុះតែម្ដងវាមិនចាំបាច់ក្នុងការបុកទេគឺមានន័យថាវាគ្រាន់តែទៅគៀកក្នុងចម្ងាយណាមួយគ្រាប់ក្បាលមីស៊ីលរបស់វានឹងផ្ទុះដែលធ្វើឲ្យកំទេចអំបែងរបស់វានោះបុកទង្គិចប៉ះជាមួយនឹងយន្តហោះចម្បាំងឬក៏គ្រាប់មីស៊ីលរបស់សត្រូវបំផ្លាញក្នុងពេលនោះតែម្ដងណាអញ្ចឹងអានេះគឺជាបច្ចេកវិទ្យាពីរផ្សេងគ្នាទី1គឺ hit to kill ទី2គឺ warhead explosion ក្នុងចំណោមប្រព័ន្ធ Patriot យើងដឹងហើយវាមានប្រព័ន្ធ PAC2 វាមានប្រព័ន្ធ PAC3 CRI វាមានប្រព័ន្ធ PAC3 MSE ក្នុងចំណោម3ប្រព័ន្ធសំខាន់គោលនេះសម្រាប់ប្រព័ន្ធ PAC2 គឺគេប្រើប្រាស់បច្ចេកវិទ្យា warhead explosion ចំណែកឯ PAC3 CRI និង PAC3 MSE គឺគេប្រើប្រព័ន្ធ hit to kill បងប្អូនណាអញ្ចឹងប្រព័ន្ធ Patriot ដូចគ្នាប៉ុន្តែ version ផ្សេងគ្នាវាបានត្រូវប្រើប្រាស់គ្រាប់ missile បាញ់ស្ទាក់ផ្សេងគ្នាផងដែរឥឡូវយើងចូលដល់ចំណុចមួយទៀតបងប្អូនយើងមានសំណួរមួយទៀតសួរថាតើប្រព័ន្ធ Patriot មានតម្លៃប៉ុន្មានបងប្អូនដឹងទេចឹងនៅថាប្រព័ន្ធ Patriot វាមិនមែនមានតែជើងបាញ់ missile មួយទេវាមានតាំងពី radar វាមានតាំងពីទូបញ្ជាវាមានតាំងពី generator វាមានតាំងពីជើងតម្របាញ់6ទៅ8វាមានតាំងពី communication system ចឹងអាហ្នឹងគេថាបណ្ដាញចឹងសួរថាមួយឈុតនៃប្រព័ន្ធខែលការពារដែនអាកាស Patriot មានតម្លៃប៉ុន្មានបងប្អូនសាកទីទៅមើលអញ្ចឹងសម្រាប់មួយឈុតគឺវាមានតម្លៃខ្ទង់$1000 លានណាបងប្អូនណាឬក៏អាចច្រើនជាងនេះប្រសិនបើមានប្រទេសផ្សេងធ្វើការទិញណាបងប្អូនអញ្ចឹងតម្លៃនេះគឺរាប់បញ្ចូលទាំងប្រព័ន្ធទាំងមូលការហ្វឹកហ្វឺនទៅលើទីហ៊ានប្រើប្រាស់ទៅលើប្រព័ន្ធនេះនិងឧបករណ៍គ្រប់គ្រងផ្សេងទៀតផងដែរដែលគ្រាប់មីស៊ីលសម្រាប់ប្រភេទពួក PAC2 GEMT គឺមួយគ្រាប់មានតម្លៃពី2ទៅ4លានក្នុងមួយគ្រាប់ណាបងប្អូនណាចំណែកឯប្រពួក PAC3 MSE ចុងក្រោយនេះគឺមានតម្លៃចាប់ពី$4 លានទៅមួយគ្រាប់ណាបងប្អូនអញ្ចឹងមិនមែនថាទិញហើយមួយសេតមួយឈុតហ្នឹងអស់1000ឬក៏1000ជាងលានហើយស្រាប់ចប់ទេបងប្អូនគឺត្រូវតែយើងត្រូវការទិញគ្រាប់មីស៊ីលស្ទាក់ចាប់ហ្នឹងយកមកប្រើប្រាស់ជាបន្តបន្ទាប់ប្រព័ន្ធ Patriot ត្រូវគេបានប្រើប្រាស់ជាពិតប្រាកដណានៅក្នុងជំនួសជាច្រើននៅលើពិភពលោកយើងនេះដែលជាដំបូងគឺគេត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមឈូនសមុទ្រឆ្នាំ1991ដែលកងកម្លាំងចម្រុះប្រើប្រាស់ដើម្បីបំផ្លាញកំទេចមីស៊ីលរបស់ប្រទេសអ៊ីរ៉ាក់ណាបងប្អូនណានៅពេលដែលគេឃើញថាវាមានប្រសិទ្ធភាពនោះហើយទើបប្រទេសជាច្រើនបានសុំទិញដាក់ពង្រាយនៅអឺរ៉ុបនៅមជ្ឈិមបូព៌ានិងនៅអាស៊ីដើម្បីពង្រឹងដែនអាកាសនិងធានាដល់សម្ព័ន្ធមិត្តផងដែរបងប្អូនណាលើសពីនោះទៅទៀតប្រព័ន្ធការពារប្រយុទ្ធត្រូវបានគេអភិវឌ្ឍកែលម្អឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់កើនឡើងតែម្ដងចំណុចមួយទៀតយើងក៏កុំភ្លេចផងដែរយើងនិយាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ប្រព័ន្ធការពារដែនអាកាស Patriot នឹងបងប្អូនមិនមែនរបស់ទាំងអស់វាសុទ្ធតែអស្ចារ្យឬក៏គ្រប់10-100% ទេឥឡូវយើងនិយាយអំពីចំណុចខ្លាំងរបស់ប្រព័ន្ធការពារដែនអាកាស Patriotចំណុចខ្លាំងរបស់វាមានដូចជាទី1គឺវាមានប្រវត្តិប្រតិបត្តិការជាក់ស្ដែងបងប្អូនគឺគេយកទៅប្រើប្រាស់ជាក់ស្ដែងថាតើវាមានប្រសិទ្ធភាពឬក៏អត់គឺវាមានប្រសិទ្ធភាពមែនមានន័យថាវាបង្ហាញយ៉ាងច្បាស់ថាប្រព័ន្ធនេះគឺពិតជាមានប្រសិទ្ធភាពប្រព័ន្ធ Patriot គឺប្រើប្រាស់ប្រព័ន្ធ radar ចុងក្រោយបង្អស់នៅលើពិភពលោកណាបងប្អូនណាមួយទៀតគឺវាមិនមែនគ្រាន់តែជើងតម្របាញ់មួយតែប៉ុណ្្នឹងទេមានន័យថាគឺជាបណ្ដាញនៃការគ្រប់គ្រងក្នុងការបញ្ជាបាញ់នឹងតែម្ដងចឹងសម្រាប់ប្រព័ន្ធ Patriot មួយគឺគេត្រូវការទាហានប្រហែលជា90ទៅជាង100នាក់ដើម្បីគ្រប់គ្រងតែជាក់ស្ដែងសម្រាប់អ្នកបញ្ជាគឺមានប្រហែលជា3នាក់ទេប៉ុន្តែសម្រាប់អ្នកដែលគ្រប់គ្រងថែរក្សាជួសជុលការពារមានទាហានមួយកងគួរសមគឺពី90ទៅ100ជាងអ្នកបងប្អូនណាម្យ៉ាងវិញទៀតចំណុចខ្លាំងរបស់វាគឺមានសមត្ថភាពខ្ពស់ក្នុងការការពារដែនអាកាសបំផ្លាញស្ទាក់ចាប់កំទេចយន្តហោះចម្បាំងមីស៊ីលផ្លោងហើយនិងមីស៊ីលគ្រូសរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពលើសពីនោះទៅទៀតគឺគេធ្វើទំនើបកម្មជារៀងរាល់ឆ្នាំបើទោះជាបីជាវាអស់ចាប៉ុណ្ណាក៏ដោយវាក៏នៅតែងតែមានចំណុចខ្សោយរបស់វាមួយចំនួនដែរបងប្អូនណាចំណុចខ្សោយទី1គឺវាគឺជាប្រព័ន្ធដែលមានតម្លៃថ្លៃណាស់ដែលប្រទេសតូចតាចគឺពុំមានលទ្ធភាពក្នុងការទិញប្រព័ន្ធការពារខែល Patriot ហ្នឹងយកមកប្រើប្រាស់ទេបងប្អូនយកមកការពារប្រទេសទេបងប្អូនដោយសារអីតម្លៃវាថ្លៃអណែកគ្រាន់តែចេញពីរោងចក្រភ្លាមតម្លៃវាជាង1000លានបាត់ទៅហើយអញ្ចឹងងំដឹកមកប្រទេសផ្សេងថាតើវាឡើងដល់ប្រមាណអញ្ចឹងវាអាចដល់2000លានអីចឹងទៅមួយឈុតហ្នឹងហើយលើសពីនោះទៀតយើងត្រូវចំណាយទៅលើអីគេទៅលើមីស៊ីលបាញ់ស្ទាក់ហ្នឹងមកគាត់4លានទៀតបងប្អូនណាក្រខ្លួនបើទោះជាវាមានប្រសិទ្ធភាពប៉ុណ្ណាក៏ដោយប៉ុន្តែតម្លៃថ្លៃពេកក៏យើងមិនអាចទទួលយកបានដែរបងប្អូនណាលើសពីនោះទៀតវាត្រូវការការបណ្ដុះបណ្ដាលបុគ្គលិកដែលប្រើប្រាស់ទៅលើការបញ្ជាឧបករណ៍នេះគឺមានកម្រិតខ្ពស់បងប្អូនប្រព័ន្ធដែនអាកាស Patriot វាមិនមែនជាអ្វីដែលអាចយើងថា
វាជាឱសថទឹកទេបងប្អូនណាអញ្ចឹងវាមិនអាចកំណត់ថាវាមានប្រសិទ្ធភាព 100% ទេបងប្អូនគឺវាអាស្រ័យទៅលើអីគឺវាអាស្រ័យទៅលើវត្ថុគម្រាមកំហែងពីសត្រូវថាតើយន្តហោះចម្បាំងហ្នឹងគឺជាប្រភេទអីប្រភេទធម្មតាឬក៏ប្រភេទបំបាំងកាយហើយថាតើប្រភេទគ្រាប់មីស៊ីលផ្លោងហ្នឹងជាប្រភេទគ្រាប់មីស៊ីលផ្លោងធម្មតាឬក៏ប្រភេទគ្រាប់មីស៊ីលផ្លោង hypersonic ដែលអាចធ្វើឲ្យប្រព័ន្ធ Patriot មានកម្រិតផងដែរណាបងប្អូនណាដូច្នេះហើយសួរថាយើងអាចប្រើវាតាមមួយ system បានអត់តាមពិតទៅគឺយើងជាក់ស្ដែងគេមិនប្រើប្រព័ន្ធ Patriot តែមួយឯងនោះទេបងប្អូនណាគឺគេប្រើលាយជាមួយនឹងប្រព័ន្ធផ្សេងៗទៀតវាមានប្រព័ន្ធការពារដែនអាកាសផ្សេងៗទៀតដូចជាប្រព័ន្ធ THAAD ឬប្រព័ន្ធបើអ៊ីស្រាអែលគេថា David Sling ឬក៏ប្រព័ន្ធ Arrow ឬក៏ Iron Dome អីបន្ថែមទៅទៀតចឹងទៅបងប្អូនណាគឺយើងយកវាមកប្រើប្រាស់វាបានហើយប៉ុន្តែវាតម្រូវការសម្រាប់បាញ់យន្តហោះចម្បាំងក្នុងចម្ងាយជាង100គីឡូគ្រូមីស៊ីលផ្លោងមួយចំនួនតែប៉ុណ្ណោះណាបងប្អូនណាហើយសម្រាប់ប្រភេទមីស៊ីលផ្លោង hypersonic គឺវាមានកម្រិតសម្រាប់ប្រព័ន្ធ Patriot ផងដែរអញ្ចឹងយើងមិនអាចប្រើប្រាស់វាតែមួយឯងទេគឺយើងត្រូវប្រើលាយជាមួយនឹងប្រព័ន្ធផ្សេងៗប៉ុន្តែសម្រាប់វាមួយគឺជាបងធំម្នាក់នៅក្នុងការការពារដែនអាកាសទៅហើយណាបងប្អូនណាបើទោះជាវាជាប្រព័ន្ធមួយមិនមែនអាចនិយាយថាល្អឥតខ្ចោះទេណាបងប្អូនណាប៉ុន្តែវាគឺជាប្រព័ន្ធការពារយុទ្ធសាស្ត្ររបស់ប្រទេសជាច្រើនក្នុងការការពារដែនអាកាសរបស់គេដូច្នេះវីដេអូនេះក៏បានមកដល់ទីបញ្ចប់ដែរសូមអរគុណដល់បងប្អូនដែលបានតាមដាននិងស្ដាប់ការបកស្រាយពីខ្ញុំបាទតាក់ទងជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិកនេះបងប្អូនបានដឹងហើយថាតើវាមានប្រសិទ្ធភាពប៉ុណ្ណាវាប្រើប្រាស់ដើម្បីអ្វីវាអាចបាញ់បានចម្ងាយប៉ុន្មានហើយវាមានប្រភេទណាខ្លះខ្ញុំបានបកស្រាយរួចរាល់អស់ហើយសង្ឃឹមថាបងប្អូនបានយល់ជ្រាបច្បាស់អំពីប្រព័ន្ធការពារដែនអាកាសដ៏មានប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកមួយនេះបងប្អូនណាដូច្នេះប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមបងប្អូនកុំភ្លេចជួយចុច like subscribe និង follow ព្រមទាំងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំនឹងលើកយកមកបកស្រាយដើម្បីឲ្យបងប្អូនបានដឹងក៏ដូចជាបានយល់អំពីបច្ចេកវិទ្យាប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយផ្សេងៗទៀតអញ្ចឹងកុំភ្លេចជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណ